បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមជាទីគោរពរាប់អាននេះគឺជាការធ្វើដំណើរឡើងទៅលើភ្នំកាច់កោតបាទកន្លែងដែលព្រះអង្គគ្រូធម្មវនៈវាសីច័ន្ទមនីលោកធ្លាប់អាស្រ័យគង់នៅទីនេះបាទហើយនេះគឺជាដើមពោធិ៍បាទដែលកន្លែងដែលលោកគ្រូធ្វើធម៌ឬក៏ធ្វើសមាធិជាដើមបាទខ្ញុំកំពុងតែផ្ដិតយកនៅទស្សនវិជ្ជានិងទីកន្លែងជាក់ស្ដែងបាទដើម្បីបង្ហាញចែកជូនដល់ញាតិញោមពុកម៉ែបងប្អូនពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់បានជាទីកំសាន្តទស្សនាផងដែរហើយការដែលខ្ញុំឡើងមកនេះគឺក្នុងគោលបំណងដើម្បីថ្វាយបង្គំនៅលើទីវត្តអារាមហ្នឹងហើយក៏ឆ្លៀតចូលបញ្ជាក់អំពីរូបភាពផ្សេងទិដ្ឋភាពផ្សេងនេះគឺជារូងភ្នំដែលព្រះអង្គគ្រូធ្លាប់គង់នៅបាទមើលទៅគឺពិតជាកំសត់มันមានកន្លែងត្រឹមត្រូវមានវត្តមានអីច្បាស់លាស់ទេបាទគឺព្រះអង្គគង់នៅតែក្រោមដើមពូមួយដើមព្រមទាំងបាទរូងភ្នំរៈកំផែលមួយបាទហើយយប់ឡើងវាគួរឲ្យភ័យខ្លាចព្រោះនៅឆ្ងាយដាច់ស្រយាលពីគេផងដែរនៅលើភ្នំពុកម៉ែបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះបាទមុននឹងបញ្ចប់ខ្ញុំប្រកាសណាខ្ញុំបាទសូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនបាទរកទទួលទានមានបានកូនចៅប្រុសស្រីធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាពទាំងទៅទាំងមកហើយអ្វីដែលសំខាន់ពិសេសជាងគេបំផុតនោះគឺសូមមានសុខភាពល្អបាទការទទួលបាននូវសុខភាពល្អនេះគឺជាពរជ័យដ៏អស្ចារ្យបំផុតហើយត្រូវមានការហាត់ប្រាណការទទួលទានអំណេកសមរម្យការបរិភោគទឹកគ្រប់គ្រាន់ហើយនឹងការហាត់ប្រាណផងដែរបាទជំរាបលា